សូមគោរពជំរាបសួរប្រិយមិត្តពុកម៉ែបងប្អូនជាទីរាប់អានខ្ញុំបាទឈ្មោះសំរងជានិស្សិតផ្នែកតំណែងនឹងប្រព័ន្ធផ្សព្វផ្សាយនៃសាលាបច្ចេកទេស Don Bosco ខេត្តកែបគណៈពេលនេះខ្ញុំបានកំពុងតែមានវត្តមាននៅឆ្នេរតេជោសន្តិភាពដែលជាសមិទ្ធផលទេសចរថ្មីស្រឡាងនិងមានវិសាលភាពដ៏ធំធេងដែលមិនធ្លាប់មាននៅក្នុងខេត្តកែបរបស់យើងនៅពេលខាងក្រៅរបស់ខ្ញុំនេះផងដែរគឺជាអតីតតំបន់ដែលធ្លាប់តែជាព្រៃកោងកាងនិងភក់ក៏ប៉ុន្តែប្រឈមខ្លាយទៅជាឆ្នេរសាច់កំសាន្តដ៏ស្រស់ស្អាតដែលមានប្រវែងរហូតដល់3គីឡូម៉ែត្រហើយនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក៏ដូចជាអាជ្ញាធរខេត្តកែបកំពុងតែប្រែក្លាយតំបន់ទេសចរមួយនេះឲ្យទៅជាសម្រស់ត្បូងពេជ្របៃតងឲ្យកាន់តែមានពន្លឺចែងចាំងនៅក្នុងបទយការបស់ខ្ញុំនៅថ្ងៃនេះខ្ញុំនឹងនាំប្រិយមិត្តពុកម៉ែបងប្អូនទាំងអស់គ្នាទៅពិនិត្យឲ្យកាន់តែច្បាស់អំពីការរៀបចំសួនច្បារក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនិងផលប៉ះពាល់ជាវិជ្ជមាននៃការបង្កើនតំបន់កំសាន្តថ្មីៗនេះដូច្នេះកុំឲ្យខាតពេលវេលាយូរសូមពុកម៉ែបងប្អូនរីករាយតាមដានជាមួយខ្ញុំទាំងអស់គ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះតំបន់ឆ្នេរកែបបានទទួលការអភិវឌ្ឍយ៉ាងច្បាស់លាស់តាមរយៈការអនុវត្តគម្រោងអភិវឌ្ឍឆ្នេរតេជោសន្តិភាពដែលធ្វើឲ្យឆ្នេរកាន់តែស្អាតនិងមានភាពទាក់ទាញជាងមុនគម្រោងអភិវឌ្ឍឆ្នេរតេជោសន្តិភាពបានផ្ដោតសំខាន់លើការកែលម្អហេដ្ឋារចនាសម្ព័ន្ធដូចជាការរៀបចំផ្លូវដើរតាមឆ្នេរការដំឡើងផ្លូវបំភ្លឺការតុបតែងសួនច្បារកន្លែងអង្គុយសម្រាកនិងការរក្សាបរិស្ថានឆ្នេរការអភិវឌ្ឍទាំងនេះបានធ្វើឲ្យទេសភាពតំបន់ឆ្នេរកែបកាន់តែស្រស់ស្អាតនិងមានសណ្ដាប់ធ្នាប់ល្អបន្ថែមពីនេះគម្រោងនេះបានជួយលើកកម្ពស់សុវត្ថិភាពនិងភាពងាយស្រួលសម្រាប់ភ្ញៀវទេសចរក្នុងការដើរកម្សាន្តនិងសម្រាកលំហែកាយនៅក្នុងនោះផងដែរភ្ញៀវទេសចរជាច្រើនបានបង្ហាញការពេញចិត្តចំពោះការផ្លាស់ប្ដូរថ្មីៗនៅតំបន់ឆ្នេរកែបបងស្រីស្រឿនមូនីចរិយាជាភ្ញៀវទេសចរម្នាក់ដែលមកពីខេត្តកណ្ដាលបានលើកឡើងថាខ្ញុំមកឆ្នេរកែបនេះលើកទី5ហើយបងឆ្នេរកែបពីមុនហើយនឹងឥឡូវវាផ្លាស់ប្ដូរច្រើនទេសភាពក៏ស្អាតហើយបរិស្ថានក៏ស្អាតនិយាយរួមស្អាតខុសប្លែកពីមុនហ្មងពេញចិត្តទៅលើខាងផ្នែកអនាម័យបងហើយនឹងអាហារធូរថ្លៃជាងមុនជាមួយគ្នានេះផងដែរការប្រវត្តិឆ្នេរតេជោសន្តិភាពក៏បានជួយជំរុញសេដ្ឋកិច្ចមូលដ្ឋានតាមរយៈការបង្កើតការងារនិងការកើនឡើងនៃអាជីវកម្មខ្នាតតូចដូចជាភោជនីយដ្ឋានតូបលក់អាហារនិងសេវាកម្មទេសចរផ្សេងៗបានផ្ដល់ឲ្យបងមានភ្ញៀវទទួលហើយនឹងចឹងលក់បានជាមានជើដូចថាឆ្នេរអាចទាំងស្អាតជាងមុនអញ្ចឹងណាហើយនឹងមានភ្ញៀវគាត់មកលេងបានភ្ញៀវច្រើនណាស់កើនឡើងបានសៅរ៍អាទិត្យបងហើយនឹងថ្ងៃបុណ្យបើថ្ងៃធម្មតាអីនឹងមានមួយមិនស្ងាត់ទេបងគាត់ថាមានមួយគូបញ្ជាក់ផងដែរថាគម្រោងអភិវឌ្ឍឆ្នេរតេជោសន្តិភាពគឺជាជំហានសំខាន់មួយក្នុងការធ្វើឲ្យខេត្តកែបក្លាយទៅជាគោលដៅទេសចរប្រកបដោយសុវត្ថិភាពសោភ័ណភាពនិងអភិវឌ្ឍយ៉ាងចីរភាព